រដ្ឋបាលលោកដូណាល់ត្រាំបាននិយាយការពីថ្ងៃសុក្រថាប្រទេសកាណាដានឹងស្ដាយក្រោយដែលសម្រេចចាត់បើកផ្លូវឲ្យរថយន្តចិនអគ្គិសនីជាច្រើនម៉ឺនគ្រឿងនាំចូលទីផ្សាររបស់ខ្លួនតាមតួលេខបង្ហាញថារថយន្តអគ្គិសនីឬ EV ជិត 50,000 គ្រឿងដែលប្រភេទរថយន្តទាំងនោះត្រូវគេហាមឃាត់មិនឲ្យនាំចូលទីផ្សាររបស់សហរដ្ឋអាមេរិកនោះទេនេះបើតាមការលើកឡើងរបស់លោកSean Duffyដែលជារដ្ឋមន្ត្រីសាធារណការរបស់អាមេរិកប្រាប់កាសែត Reuters កាលពីថ្ងៃសុក្រនៅក្នុងព្រឹត្តិការណ៍ត្រួតពិនិត្យរោងចក្រដំឡើងរថយន្ត Mack Ford នៅក្នុងរដ្ឋ Ohio ខ្ញុំយល់ឃើញថាពួកគេគួរតែពិនិត្យទៅលើការសម្រេចចិត្តនេះឡើងវិញបើមិនដូច្នេះទេប្រកាសណាកាណាដានឹងមានវិបត្តិសេរីចំពោះគោលនយោបាយសេដ្ឋកិច្ចនេះដែលបើកផ្លូវឲ្យចិនអាចនាំរថយន្តចូលទីផ្សាររបស់ខ្លួនបាននោះសមាជិកសភាមកពីគណៈបកនយោបាយទាំងពីររបស់សហរដ្ឋអាមេរិកក៏មិនសប្បាយចិត្តនឹងអ្វីដែលទីក្រុងអូតាវ៉ាអនុវត្តនៅពេលនេះដែរពួកគេបានអះអាងថាអ្វីដែលជាបញ្ហាផលិតផលរបស់រថយន្តចិននេះនោះក៏ព្រោះតែតាក់ទងទៅនឹងការប្រកួតប្រជែងតម្លៃរថយន្តនៅលើទីផ្សារតម្លៃនេះនាំឲ្យប៉ះពាល់ខ្លាំងទៅលើហាងឆេងទីផ្សាររថយន្តរបស់អាមេរិកហើយចិនក៏មិនប្រកាសថាអាចសម្របសម្រួលបានដោយងាយនោះដែរទៅនឹងច្បាប់របស់អាមេរិកកាំងដែលរដ្ឋបាលលោកដូណាល់ត្រាំបានកំណត់រួចហើយចំពោះទីផ្សាររថយន្តនេះគេនៅចាំបានថានៅមុនឆ្នាំ2024ប្រទេសកាណាដាក៏មិនខុសគ្នាពីសហរដ្ឋអាមេរិកប៉ុន្មាននោះដែរគឺបានដំឡើងពន្ធគយ 100% លើការនាំចូលរថយន្តអគ្គិសនីរបស់ចិននេះចូលទីផ្សាររបស់ខ្លួនក៏ប៉ុន្តែបែរជាក្នុងដំណាក់កាលចុងក្រោយនេះប្រទេសកាណាដាបានដូរគោលជំហររបស់ខ្លួន180ដឺក្រេដែលនាំឲ្យសេដ្ឋវិមាននៅមិនសុខចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកាណាដានេះយ៉ាងណាជុំវិញការថ្នាក់ពីកាណាដានេះកើតមានឡើងនៅចំពេលដែលទីក្រុង Washington ចាប់ផ្ដើមរឹតបន្តឹងដល់តឹងរឹងពុំធ្លាប់មានលើការនាំចូលគ្រឿងបន្លាស់និងរថយន្តចូលទីផ្សារអាមេរិកពីកាណាដាហើយប្រទេសទាំងពីរនេះក៏ធ្លាប់មានភាពរកាំរកូសនឹងគ្នាម្ដងរួចមកហើយដែរក្រោយពេលលោកដូណាល់ត្រាំព្យាយាមដំឡើងរបាំងពន្ធគយពីកាណាដាដោយបណ្ដាប្រទេសដទៃទៀតនៅជុំវិញពិភពលោកប្រទេសកាណាដាកាលពីឆ្នាំ2024បានដាក់ពន្ធគយ 100% លើរថយន្តអគ្គិសនីរបស់ចិនដោយគ្នាទៅនឹងអត្រាពន្ធគយអាមេរិកដែលកំពុងអនុវត្តទៅលើរថយន្តចិនប្រភេទ EV នៅពេលនេះដែរក៏ប៉ុន្តែការផ្លាស់ប្ដូរជំហរនាពេលថ្មីៗនេះរបស់ទីក្រុងអូតាវ៉ានាំឲ្យសេដ្ឋវិមានមានមន្ទិលសង្ស័យពីទំនាក់ទំនងរវាងចិននិងកាណាដាថាអាចជាសញ្ញាមិនល្អសម្រាប់ទីផ្សាររថយន្តរបស់ខ្លួនហើយកិច្ចព្រមព្រៀងនេះក៏ទំនងជាមិនថិតថេរប៉ុន្មាននោះដែរទេមន្ត្រីស្ថានទូតកាណាដាប្រចាំ Washington មិនបានផ្ដល់ការអធិប្បាយណាមួយជុំវិញការរិះគន់ពីរដ្ឋបាលលោកដូណាល់ត្រាំនេះឡើយដោយឡែកតំណាងពាណិជ្ជកម្មអាមេរិកលោកចាមីសានក្រឺបាននិយាយថាចំនួនយានយន្តមានកំណត់នេះនឹងមិនធ្វើឲ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុនរថយន្តអាមេរិកដែលនាំចូលរថយន្តទៅកាន់ទីផ្សាររបស់ប្រទេសកាណាដាទេស្ថិតក្នុងភាពប្រទង់ប្រទាញគ្នានេះកាសែត AP បានស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney មកចុះផ្សាយកាលពីថ្ងៃសុក្រថាអ្វីដែលរដ្ឋបាលទីក្រុងអូតាវ៉ាធ្វើនេះមិនមែនជាការកាច់កង់នឹងទីផ្សាររបស់សហរដ្ឋអាមេរិកឡើយក៏ប៉ុន្តែនេះគឺជាដៃគូពាណិជ្ជកម្មដ៏ល្អជាមួយមហាយៈចិនតាមកិច្ចព្រមព្រៀងថ្មីនេះកាណាដាផ្ដល់ការអនុគ្រោះអត្រាពន្ធគយសម្រាប់ការនាំចូលរថយន្តប្រភេទអគ្គិសនីពីចិនចូលទីផ្សារកាណាដានេះ 100% កាសែតបានរៀបរាប់ថាការអនុវត្តគោលការណ៍របាំងពន្ធគយនេះទំនងជាទីក្រុងអូតាវ៉ាចង់ទទួលបានបដិការពន្ធគយត្រឡប់ពីចិនវិញទៅលើការនាំចូលផលិតផលកសិកម្មពីកាណាដាចូលទីផ្សារទីក្រុងប៉េកាំងក្នុងអត្រាដែលអាចទទួលយកបានដោយអ្វីដែលកាណាដាធ្វើដាក់ចិននោះដែរនៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកជាមួយទូរទស្សន៍ CNBC តំណាងពាណិជ្ជកម្មអាមេរិកនិយាយថាការសម្រេចចិត្តរបស់កាណាដានៅពេលនេះគឺជាបញ្ហាសម្រាប់ថ្ងៃខាងមុខហើយអ្វីដែលអាមេរិកធ្វើបានចំពោះរថយន្តចិននេះនោះគឺដោយសាររបាំងពន្ធគយនេះឯងនៅក្រុមកិច្ចព្រមព្រៀងថ្មីនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បាននិយាយថាលោករំពឹងថាប្រទេសចិននឹងកាត់បន្ថយអត្រាលើរបាំងពន្ធគយរបស់ខ្លួនសម្រាប់គ្រាប់ពូជប្រភេទកាណូឡានេះឲ្យមកនៅត្រឹម 15% នៅដើមខែមីនាក៏ប៉ុន្តែលោក Jamie Sankrer ដែលជាតំណាងពាណិជ្ជកម្មអាមេរិកមិនរំពឹងទុកថាក្នុងរយៈពេលវែងកិច្ចព្រមព្រៀងនេះអាចដើរទៅបានដោយជោគជ័យនោះទេ